ធ្វើការចាប់អារម្មណ៍ឬក៏បកស្រាយទៅលើប្រធានបទមួយដែលក្នុងថ្ងៃនេះអាត្មាមានការសាកសួរពីពុទ្ធបរិស័ទមួយចំនួនហ្នឹងគាត់ជជែកថារឿងបុណ្យរឿងទាននេះគឺថាជារឿងចាស់ចាស់ក៏ណាជារឿងចាស់ចាស់ឯរឿងនៅក្មេងអីនេះมันចាំបាច់ធ្វើទេឬក៏មិនចាំបាច់ទៅយល់ដឹងអីទៅទេណាដូចជារឿងរៀនធូររៀនអាអីនេះគឺថាបានតែលោកយាយលោកតាចាស់ចាស់ទេតែរឿងហ្នឹងវាពិតដែរឬទេគឺណានៅក្នុងសង្គមកម្ពុជាយើងនេះដោយមានសភាពមួយបែបយើងហៅថាជាទំនៀមទម្លាប់ឬក៏ជាប្រពៃណីដែលពីបុរាណមកហ្នឹងសំបីទាំងអាត្មាហ្នឹងក៏អញ្ចឹងដែរពេលដឹងក្តីមកគឺថាដោយច្រើនហ្នឹងឃើញសបោតែមនុស្សចាស់ទេដែលគាត់មានការអញ្ជើញទៅវត្តហ្នឹងជាប្រកដីថ្ងៃឧបោសថសិលឬក៏ពិធីបុណ្យធំអីហ្នឹងគឺថាក្មេងៗហ្នឹងមិនចាំបាច់ក៏បានគឺណាប៉ុន្តែនៅក្នុងពេលនេះអាត្មាសូមជម្រាបជូនញាតិញោមឲ្យបានដឹងថាពុទ្ធសាសនាខ្មែរយើងគួរតែផ្សព្វផ្សាយឲ្យបានទូលំទូលាយជាពិសេសគឺសម្រាប់កុមារនិងយុវជនយុវនារីគឺណាចំនួនវិវាទអធិការផ្សេងអាត្មាសង្កេតឃើញមានគ្រប់វ័យញាតិញោមណានៅកុមារនៅជាសិស្សសាលាអីហ្នឹងក៏ឃើញថាមានការឆ្លោះគ្នាមានការវាតប់គ្នាអីរហូតដល់គេថតបង្ហោះតាមសង្គម Facebook អីហ្នឹងឃើញដូចជាខ្វះគុណធម៌ខ្វះសិលធម៌សម្បើមណាស់សប្តាហ៍ថ្ងៃនេះណាហើយបែបនេះពេញវ័យកំឡោះក្រមុំអីទៅទៀតរឿងវត្តរឿងវាអីហ្នឹងក៏កាន់តែឆ្ងាយទៅគឺណាហើយរឿងវ័យមានកូនមានប្រពន្ធហើយហ្នឹងក៏រវល់រត់ទទួលទានប្រកបអាជីពមុខរបរចឹងទៅការដែលចិត្តដិតនៅក្នុងរឿងធัวរឿងអារឿងវត្តរឿងវានេះដូចជាមានសភាពមួយមិនពេញលេញទេគឺណាហើយបែរទៅនិយាយរឿងចាស់ទៀតឥឡូវញោមចាស់មួយចំនួនហ្នឹងមានអាជីពចិញ្ចឹមចៅមែនទេញាតិញោមណាអាជីពចិញ្ចឹមចៅម៉ែឪគាត់ម៉ែឪទៅថៃអស់ទៅទុកឲ្យយាយនឹងមើលណាហើយផ្ញើម៉ែអើយខ្ញុំទៅថៃសិនណាទុកកូនឲ្យម៉ែជួយមើលផងចាំមួយខែខ្ញុំផ្ញើមក1000ណាក៏មើលទៅមើលបានមួយឆ្នាំកូនទេមកម៉ែអើយខ្ញុំចិត្តទៅវិញហើយម៉ែក៏អដល់ហើយបានកូនឆាប់មកឯងវិធូបានទៅវត្តអង្គេដល់គេមកគេយកអាធំទៅគេដាក់អាតូចមកវិញអាដែលណាចឹងបានមានការឆ្ងាយវត្តហ្នឹងដូចដែលអាត្មាលើកឡើងអញ្ចឹងវាមានកត្តាច្រើនអញ្ចឹងញាតិញោមប៉ុន្តែអាត្មាសូមជម្រាបសូមបកស្រាយថារឿងពុទ្ធសាសនានេះអត់ចាំបាច់រើសវ័យទេញាតិញោមហើយដូចជារឿងសមាទាននិច្ចសិល
សិលធម៌គឺណាតាមពិតរឿងសិលធម៌នេះគឺថាបើក្មេងៗកាត់មានគឺសមញាតិញោមសមគឺណាហើយវ័យកដាលវ័យចាស់អីហ្នឹងបើមានគឺអត់រើសវ័យទេអញ្ចឹងបាននៅក្នុងពុទ្ធសាសនានេះព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាសីលੰអភិរណੰសដ្ឋังណាសីលੰអភិរណੰសដ្ឋังហ្នឹងគឺថាសិលជាគ្រឿងស្លៀកពាក់ដ៏ប្រសើរញាតិញោមសិលហ្នឹងជាគ្រឿងស្លៀកពាក់ដ៏ប្រសើរស្លៀកពាក់ដ៏ប្រសើរហ្នឹងពាក្យថាសដ្ឋังក្នុងទីនេះគឺសំដៅដល់ការស្លៀកពាក់ដែលមិនងាយនឹងមានអ្នកយកសិលនឹងមកស្លៀកបានគ្រប់គ្នាទេណាហើយសម្លៀកបំពាក់ដូចជាសិលធម៌អីនេះគឺថាអត់ចាំបាច់រើសវ័យដូចសម្លៀកបំពាក់យើងស្លៀករាល់ថ្ងៃទេសម្លៀកបំពាក់យើងស្លៀករាល់ថ្ងៃនេះគឺមានសម្រាប់វ័យឧទាហរណ៍ថាលោកយាយលោកតាចាស់អីទៅក៏គាត់មានសម្លៀកបំពាក់សម្រាប់ចាស់ណាមែនទេញាតិញោមហ្នឹងហើយទៅវាលខ្នងវាលកកអីដូចក្មេងៗក៏មិនទំនួងមិនសមណានោះខ្លួនឯងចាស់ហើយណាខ្លួនឯងចាស់មិនសមមិនទំនួងយល់ណាហើយសម្លៀកបំពាក់ខ្លះហ្នឹងក៏បានតែក្មេងទេហើយសម្លៀកបំពាក់ខ្លះហ្នឹងបានតែមនុស្សចាស់ក្មេងស្លៀកក៏មិនទំនួងមិនសមនឹងសម្លៀកបំពាក់ខាងក្រៅប៉ុន្តែសម្លៀកបំពាក់សិលគឺអត់រើសវ័យទេញាតិញោមវ័យក្មេងស្លៀកសិលរឹតតែស្អាតណាស់ស្លៀកយកសិលធម៌ហ្នឹងមកទុកក្នុងខ្លួនគឺស្អាតណាហើយវ័យកដាលហ្នឹងមានក៏ស្អាតវ័យចាស់ហ្នឹងមានរឹតតែស្អាតនឹងសម្លៀកបំពាក់សិលហ្នឹងគឺអត់ចាំបាច់រើសវ័យទេហើយបើជជែកថាទេចាំចាស់បន្តិចសិនខ្ញុំនឹងនៅក្មេងពីព្រោះអាត្មាសង្កេតឃើញរឿងនេះអាត្មាទេម្ដងពីរដងហើយដែលអាត្មាចេះតែចាប់អារម្មណ៍ទៅលើថ្នាក់ដឹកនាំដែលគាត់មានសេចក្តីប្រមាទទៅលើវ័យគឺណាអាត្មាឧទាហរណ៍ញាតិញោមទំនោរប្រហែលជាដឹងហើយរឿងហ្នឹងអាយដាមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យត្រីនរិនឥឡូវគាត់ស្លាប់ហើយញាតិញោមមានដឹងណាហ្នឹងហើយអាយដាមត្រីនរិនហ្នឹងគាត់ស្លាប់ហើយប៉ុន្តែអាត្មាចង់និយាយពេលដែលគាត់នៅរស់គាត់ទៅចូលរួមពិធីមួយនៅឯទីក្រុងប៉ោយប៉ែតណាគាត់ជួបលោកយាយលោកតាចាស់អីនេះគាត់មានសេចក្តីប្រមាទគាត់ថាលោកយាយលោកតាធ្វើបុណ្យទៅខ្ញុំមិនធ្វើទេគាត់ថាណាចាំ20ឆ្នាំទៀតសិនគាត់ថាអញ្ចឹងចាំ20ឆ្នាំទៀតសិនហើយដល់ពេលគាត់ចេញពីបុណ្យនឹងទៅយប់នឹងគាត់ទៅភ្នំពេញទៅបុកឡានស្លាប់ទៅញាតិញោមនិយាយមិនតាន់បានមួយថ្ងៃពេញផងនិយាយពីព្រឹកយប់ឡើងស្លាប់ចិត្តភ្លឺហ្នឹងហើយមើលគាត់ថាចាំ20ឆ្នាំទៀតចាំគាត់ធ្វើគាត់ថានឹងគាត់នៅក្មេងណាគាត់អត់ទាន់ធ្វើទេមិនបានចាស់ឯណាញាតិញោមស្លាប់មុនចាស់ឯណាណាហើយបើនិយាយពីរឿងក្មេងហ្នឹងគាត់ក្មេងជាងគេមែនណាញាតិញោមមក
tu tiếng bật tê bật tê chia na chạ Campuchia chứ bên dây pi chùa vài khai để mình chẳng kế cứ miền tại đom trin ở bên đấy dụ 30 năm quật hãy slap từ mà nếu vì chỉ rương mũi là mà chọn lực làng máu thà nước mấy có slap mẹ đấy nhận giống cha có slap hay dương kết giờ mà dương kết là chăm cha sân chăm phụ bon chăm cha sân chăm từ vật chăm cha sân chăm sẽ đạp thôi vậy mình ót ban thì đấy hay rương bốc cái liệt thấp than miên trao vàng này hay mơ rương xem tiền đại dương sừng kẹt khơi nơi trung bình chỉ vật bỏ dương ở vậy dương ọt đăng môn tề nè cùng nứt ca kết bỏ dương đầm bay dạng đi đầm bay dạng nốt cứ mình đôi ca kết bỏ dương tề chẳng bàn mà tê na ngày muốn mà chê thà cục dạng ra ấn tại khô trong non trường cái này rương bà lòm lâu rương rào xem không ắt tập bọt cứ mình khóc không ắt tập này này trong non trường thì bây là dân an từ tại cả na sở xây trong non trường ấy cứ kỳ tái ta chỉ chế vì rương nâng bánh tay chỉ vịt bỏ sạch luôn đi ọt đôi trong non trường thì nè ọt đôi trong non trường thì út ho hà cái đây sừng khâm bỏ dương nè đôi ai đòn tri là rình chăng cái đây sừng khâm bỏ cắt thà trăm ở page năm tiết chạm cắt thôi cắt thành bên đôi trong non trường đấy nhận nhổm nhận nhổm ọt đôi tề nè mình tam ban một page năm phóng trâu lán bọc nè ngọt bạch hay riêng ai xem tiết ní cran ta chia ca út cho ho mùi nay tôi tề bánh tay vì ai cướp đừng đọc rương đặt tê xem tiền chuyên ca dân thà chăm cồn nhom nó ca o xanh chăm nhom tàu quan ngày đấy chăm bị cái bầu ca hay xanh để nơi chập đại chập chưa nghe nè bánh tay cùng nứt bao giờ ca kết bao giờ chuyên ca ấp đôi chùm nón trường thì nè vì ai bên ca phải bổ chuyên ca bị cái bầu ca hết bên nơi chụp rừng ấy xem tiền chạm thì rắn chạm mờ côn bị cái bầu thông rừng đại rừng trường xanh rồi hốt đó chăm bao giờ rồi hốt đó ca kết bao giờ nó vì ai từ chỉ rừng muối đại can thì du tới hai giới ọt miên ở các thứ bắn thước của sao ấy thế nè chân sầm khăn cứ thạp pe về lia để dương miên bắn ná cứ dương từ tại pra pe về lia bao giờ nó ở bàn và pra tư nó non cộ sò cứ nãy pi pro lên đi bật phát thôi ca priệp thiệp tàu tam bẩn đa bật tê mới chấm nuôn có miên sập hiệp khóc này rồi viên cộ ma Campuchia nâng cộ ma nơi bờ tây đặt tây xin tiền rồi viên du về chuan du về nari nơi Campuchia hay nâng bờ tây đặt tây cứ miên sập hiệp xin này hay tiếng uba sọ sĩ ca lục ye lục ta chát còn miên sập hiệp khóc này ắt đôi này tề ban đêm mà xôm lơ u tọt tôi mùi xôm ram nơi Campuchia dương lâu ní nơi tam bần đa sả la riêng mùi chấm nuôn nắng cứ tha miền lục nè bùa mà chấm nuôn nắng sập tới thôi cừu cứ nè thôi cừu đôi ẩm na ca sả lanh chiết sa ná ban bình chul cam vị thi bột sa ná từ nâng ca sặc xa nâng bờ riêng mình tội nâng ở quạt bàn vô làm pi sờ pram trai sờ nạ cùng đập pe tôi có má tôi nâng cất chảy út hò thà rương sờ pram tì muối pa na tì pa ta về ra mình nì sặc ha pa tiếng sa ma thì gì mi
លោកយាយលោកតាមួយចំនួនជាពិសេសនៅស្រុកស្រែជនបទកាត់សមាទានពីលោកមកគាត់អត់យល់អត្តន័យថាតើបាណាតិបាតាវេរមណីសិក្ខាបទាំងសមាទិយាមិនឹងមានន័យថាម៉េចទេណែដល់តែកូនរបស់គាត់រៀននៅសាលារៀនចេះប្រែតែចេះប្រែពេលខ្លះកូននឹងធ្វើតេស្តម៉ែខ្លួនឯងថ្ងៃសិលម៉ែមកពីវត្តសួរថាម៉ែមកពីណាថាមកពីវត្តម៉ែទៅធ្វើអីថាទៅសុំសិលអីម៉ែថាសុំសិល5ទៅសិលទី1ថាម៉េចដឹងអីលើលោកថាបាណាតិបាតាវេរមណីតែអានឹងថាម៉េចម៉ែបាណាតិបាតាហ្នឹងមានន័យថាម៉េចអត់ដឹងហងគេថាអញ្ចឹងថាតាមគេទៅរួចទៅបានកូនប្រាប់ថាបើខ្ញុំរៀននៅសាលាគ្រូខ្ញុំប្រាប់ថាបាណាតិបាតាវេរមណីហ្នឹងប្រែមកថាឲ្យវាចាការសម្លាប់សត្វគ្រប់យ៉ាងរួចទៅបានធ្វើឲ្យម៉ែហ្នឹងគាត់មានការភ្ញាក់ខ្លួនថាអូអញកាន់សិលយូរហើយអត់ដឹងអត្តន័យសិលហ្នឹងថាម៉េចផងបែរជាកូនអញតូចតែមួយតែបានដឹងថាបាណាតិបាតាវេរមណីហ្នឹងមានន័យថាម៉េចអញ្ចឹងស្រាប់តែខ្មាស់កូនទៀតខ្មាស់កូនប្រឹងស្ដាប់ប្រឹងរៀនប្រឹងយល់ទីបំផុតម៉ែហ្នឹងក៏ទទួលនៅចំណេះដឹងជាទីកប់ចិត្តដែលមានរឿងហ្នឹងរឿងពិតណាញាតិញោមណានេះបានថ្មលើកឡើងមកហ្នឹងឲ្យញាតិញោមចាស់មួយចំនួនដែលមិនតាន់ដឹងអត្តន័យខ្លឹមសារពុទ្ធសាសនាហ្នឹងគឺប្រឹងបន្តិចទៀតបើកូនយើងបានរៀនសូត្រចេះដឹងគឺថាយើងនឹងត្រូវខ្មាស់កូនណាពីព្រោះអីពីព្រោះយើងចាស់ជួនកាលកើតនៅក្នុងសម័យដែលអត់មានសាលារៀនហើយអត់ចេះអក្សរទេអញ្ចឹងបានលោកគ្រូគាត់សម្ដែងធัวថាមានតាមួយនឹងបង្ហាត់យាយសិល5យាយសិតតែអត់ចេះអក្សរពិបាករៀនទេញាតិញោមអត់ចេះអក្សរពិបាកណាស់ដល់ឲ្យយាយទន្ទិញថាលើយាយទន្ទិញបាណាតិបាតាវេរមណីថាត្រូវទៅដំបងដល់ពេលក្រោយមកគាត់ថាតាណាក៏ដូចតាណាបាណាតិបាតាហ្នឹងគាត់មិនថាបាណាតិបាតាទេគឺតាណាក៏ដូចតាណាណែហើយដល់ពេលគ្រូលោកតានឹងសួរលោកយាយຕົកមុខមកលោកយាយយើងរៀនពីអីថ្ងៃនេះលោកយាយងើបឆ្លើយមុនគេមកលោកយាយមុនគេនឹងលើកកាត់ងើបបានកាត់ឆ្លើយថាថ្ងៃនេះយើងរៀនពីសិលទី1ហើយចុះសិលទី1ថាម៉េចសិលទី1ថាតាណាក៏ដូចតាណាវេរមណីក៏ថារោស៊ីដូចតែគ្នាណារួចទៅយាយបន្តមកគាត់លឺយាយទី1ថាអញ្ចឹងគាត់ថាតាមដែរទៅគាត់អត់ចេះអក្សរដែរគាត់តាណាក៏ដូចតាណារោស៊ីដូចតែគ្នាហើយដល់អញ្ចឹងទៅមកសាលាហ្នឹងថាអញ្ចឹងទាំងអស់ញាតិញោមមកសាលាហ្នឹងបាណាតិបាតាវេរមណីហ្នឹងអត់ទៅអញ្ចឹងទេគឺទៅតាណាក៏ដូចតាណារោស៊ីដូចតែគ្នាដល់អញ្ចឹងទៅបានតានឹងកាត់ខឹងកាត់ដើរចេញពីសាលាថាយាយណាក៏ដូចតែយាយណាថាដូចតែគ្នាកាត់ខឹងអាហ្នឹងមកពីអីមកពីភាពដែលមិនចេះអក្សរអត់ចេះអក្សរហ្នឹងគឺជួបប្រទះនឹងបញ្ហាអញ្ចឹងដូច្នេះនៅក្នុងបញ្ហានេះខ្ញុំប្រកាសអាត្មាសូមធ្វើបទសិក្សាខ្លីស្ដីពីតើកុមារនឹងអាចមកសិក្សារៀនសូត្រពុទ្ធសាសនាបានដែរឬទេមានត្រឹមប៉ុណ្្នឹងសូមអនុមោទនា